អូខេសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះកំពុងនៅព្រះវិហារមកលេងចកាក្មួយហើយមកមិញហ្នឹងដូចជាឃើញដូចជាដើមយិនសិនឥឡូវហ្នឹងកំពុងដើរកាន់ចបមកជីកលោកមើលថាតើយិនសិនឬមួយក៏មិនមែនអញ្ចឹងណាដោយសារតែធ្លាប់ឃើញតាម YouTube ម្ដងម្កាលអញ្ចឹងយើងចេះតែមើលទៅស្តៀងអញ្ចឹងមកជីកសាក់មើលចាំទៅដល់ចាំថតបង្ហាញលោកមានបងប្អូនយើងនៅក្នុង YouTube ណាបានស្គាល់ធ្លាប់ដឹងធ្លាប់អីចឹងហើយឥឡូវហ្នឹងកំពុងនៅទីរួមខេត្តព្រះវិហារអានេះក៏យិនសិនដែរមែនបងប្អូននេះនេះដូចចេញផ្កាខ្ញុំវាអត់ទៅច្បាស់ទេអត់ទៅស្គាល់តែនេះមិនដឹងទេប៉ុន្តែបើឃើញនោះមួយដើមនោះមើលទៅដល់សិនហើយសូមកាត់វីដេអូប៉ុណ្ណឹងសិនណាបងប្អូននេះដើមប្រងឯដើមដងព្រះនេះអាចមើលទេសភាពបងប្អូនអើយស្អាតភ្លើងឆេះហើយវាលាស់រុក្ខជាតិខៀវខ្ចីមកវិញអញ្ចឹងនេះដើមប្រងដើមអីស្អាតមែនតើវាលាស់មកសាថ្មីឡើងខ្ចីញញធ្លាប់ទៅនៅផ្សារដល់ពេលមកបានឃើញរុក្ខជាតិដែលឆេះព្រៃហើយវាលាស់សាថ្មីឡើងវិញអញ្ចឹងមានអារម្មណ៍ថាចម្លែកភ្នែកនិងអារម្មណ៍ស្រស់ស្រាយជាមួយនឹងធម្មជាតិហ្នឹងបងប្អូននេះឥឡូវហ្នឹងខ្ញុំអត់ទាន់ដើរទៅដល់កន្លែងដែលថាដើមយិនសិនហ្នឹងទេប៉ុន្តែគាត់ថាខ្ញុំឃើញដើមប្រងដើមអីវាទៅលូតលាស់ពីការឆេះព្រៃមកវិញស្អាតអញ្ចឹងក៏ថតបង្ហាញជូនបងប្អូនទស្សនាលេងអញ្ចឹងមើលនេះវាទឹកកំពុំនេះទឹកកំពុំទឹកម្លាស់វាឆេះអស់នោះវាឆេះហើយវាលាស់មកគឺអញ្ចឹងបងប្អូនឥឡូវយើងផ្ទះឃើញដើមដងព្រះមួយនោះនៅចុងដងជោបខ្ញុំនេះហ្នឹងខ្ញុំឆ្អល់នេះឥឡូវវាលាស់ចេញផ្កាមកស្អាតណាស់បងប្អូនអើយនេះពុំចេញមកស្អាតមែនទែនការដើមដងព្រៃការឡើងក្តាំងបងប្អូនស្អាតមើលតិចទៀតវាចេញផ្លែវាដូចឡាកងានអញ្ចឹងស្អាតមែនទែននេះបងប្អូនភ័យរបស់ទើមឆេះនេះដូចជាប្រងដែរនេះវាឆេះបាក់កនេះចេញផ្លែនេះផ្លែវាផ្លែប្រងចេញផ្លែ